សូមស្វាគមន៍មកកាន់ហងមេ Flash News តំណាងអង្គទូតនិងអង្គការអន្តរជាតិប្រមាណ20ស្ដាប់ការវិវត្តថ្មីអំពីស្ថានភាពព្រំដែនកម្ពុជាថៃក្រសួងការបរទេសកម្ពុជាបានបើកកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី2ខែមករាឆ្នាំ2026នេះដើម្បីបង្ហាញតំណាងអង្គទូតនិងអង្គការអន្តរជាតិប្រមាណ20អំពីការវិវត្តថ្មីនៃស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជាថៃការធ្វើបទបង្ហាញនេះនៅក្នុងគោលបំណងថ្លែងប្រាប់បណ្ដាអង្គទូតដោយសុទ្ធតែនិយមថាស្ថានភាពនៅព្រំដែនបានវិវត្តទៅរកប្រក្រតីភាពឡើងវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នានានិងការវិវត្តចុងក្រោយគឺការបញ្ជូនទាហានកម្ពុជាទាំង18នាក់ឲ្យបានត្រឡប់មកវិញប្រកបទៅដោយសុខសុវត្ថិភាពកម្ពុជាជឿជាក់ថាការដោះលែងទាហាន18នាក់នេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការកសាងទំនុកចិត្តការជឿជាក់គ្នាទៅវិញទៅមកដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្ដារទំនាក់ទំនងប្រក្រតីនិងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរឡើងវិញរថយន្តលុច CRX 331គ្រឿងឆេះម៉ត់នៅតាមបណ្ដោយផ្លូវលឿនលឿនដោយសារបញ្ហាបច្ចេកទេសនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាកលុច CRX 330ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្លូវលឿនលឿនចន្លោះគីឡូម៉ែត្រលេខ77-78ស្ថិតនៅភូមិទី4ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺករណីនេះបានកើតឡើងកាលពីវេលាម៉ោង 11:35 នាទីព្រឹកថ្ងៃទី2ខែមករាឆ្នាំ2026នេះនៅតាមបណ្ដោយផ្លូវលឿនលឿនទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញតាក់ទងទៅនឹងករណីនេះហងមាសនៅមិនទាន់អាចសុំការបញ្ជាក់អំពីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេទោះជាយ៉ាងណាករណីគ្រោះអគ្គិភ័យឆេះរថយន្តនេះមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេដោយឡែកសមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅវេលាខាងលើមានរថយន្តមួយគ្រឿងម៉ាកលុច CRX 330ពណ៌សផ្លាកលេខភ្នំពេញ2AI 0897បើកបរពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញលុះដល់ចំណុចកាត់ហេតុបានហុយផ្សែងផ្នែកខាងក្រោយរថយន្តស្រាប់តែឆាប់ឆេះសន្ធោសន្ធៅតែម្ដងបណ្ដាឲ្យរថយន្តខូចខាតទាំងស្រុងរបាយការណ៍ដដែលបានបញ្ជាក់ថានៅលើរថយន្តមានមនុស្សជិះចំនួន4នាក់មិនមានអ្នករងរបួសនោះទេហើយចំពោះមូលហេតុគឺបណ្ដាលមកពីបញ្ហាបច្ចេកទេសគឺរថយន្តជាប់ហ្វ្រាំងក្រោយសាលាជាង100នៅក្នុងចំណោមសាលា260នៅខេត្តឧត្តរមានជ័យបានបើកដំណើរការឡើងវិញហើយក្រសួងអប់រំបានប្រកាសឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី2ខែមករាឆ្នាំ2026នេះគ្រឹះស្ថានសិក្សាចំនួន101នៅក្នុងចំណោមគ្រឹះស្ថានសិក្សាចំនួន260នៃខេត្តឧត្តរមានជ័យបានចាប់បើកដំណើរឡើងវិញហើយដោយឡែកនៅខេត្តបន្ទាយមានជ័យមន្ទីរអប់រំខេត្តបានសម្រេចឲ្យគ្រឹះស្ថានសិក្សាទាំងអស់បើកដំណើរការឡើងវិញនៅថ្ងៃទី5ខែមករាឆ្នាំ2026ខាងមុខនេះចំពោះសាលាបឋមសិក្សាជោគជ័យសាលាបឋមសិក្សាព្រៃច័ន្ទស្រុកអូជ្រៅសាលាបឋមសិក្សាបន្ទាយមានរិទ្ធនិងអនុវិទ្យាល័យបន្ទាយមានរិទ្ធស្រុកថ្មពួកពុំទាន់អាចដំណើរការបានទេតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាទោះជាស្ថានភាពព្រំដែនបានស្ងប់ស្ងាត់ក៏នៅតែមានសាលារៀនមន្ទីរពេទ្យសរុបប្រមាណ633កន្លែងនៅខេត្តជាប់ព្រំដែនចំនួន4មិនទាន់អាចបើកទ្វារដំណើរការបាននៅឡើយនោះទេរថយន្ត3គ្រឿងបុកបន្តគ្នាបណ្ដាលឲ្យរបួសធ្ងន់ស្រាល10នាក់នៅផ្លូវជាតិលេខ21មនុស្សប្រុសស្រីចាស់ក្មេងចំនួន10នាក់បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចំនួន3គ្រឿងបុកបន្តគ្នាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 21:20 នាទីយប់ថ្ងៃទី1ខែមករាឆ្នាំ2026នៅចំណុចលើផ្លូវជាតិលេខ21ស្ថិតនៅក្នុងភូមិព្រែកកែវឃុំកែវខែលស្រុកស្អាងខេត្តកណ្ដាលលោកវរៈសេនីយ៍ឯករស់ចន្ទថាអធិការនគរបាលស្រុកស្អាងបានឲ្យដឹងថាមុនពេលកាត់ហេតុមានរថយន្តមួយគ្រឿង ម៉ាក Hyundai Starex ពណ៌ទឹកប្រាក់បើកបរក្នុងទិសដៅពីជើងទៅត្បូងតាខ្មៅទៅខាងកោះធំលុះដល់ចំណុចកាត់ហេតុក៏បានឡើងវ៉ាជែងរថយន្តមួយគ្រឿងនៅពីមុខ ម៉ាក Hyundai ពណ៌សប្រភេទដឹកទំនិញហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Camry ពណ៌ទឹកប្រាក់ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីកោះធំទៅតាខ្មៅបណ្ដាលឲ្យរថយន្ត Toyota Camry ខ្ទាតទៅបុកជាមួយនឹងរថយន្ត ម៉ាក Hyundai បន្ថែមទៀតបណ្ដាលឲ្យអ្នកបើកបររថយន្តនិងអ្នករួមដំណើរចំនួន10នាក់រ
របួសធ្ងន់និងស្រាលនៅក្នុងនោះមានអ្នករបួសធ្ងន់ចំនួន3នាក់ក្រោយពេលកាត់ហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងនិងបានយករថយន្តទាំង3គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីដោះស្រាយតាមនីតិវិធីសមត្ថកិច្ចបានសន្និដ្ឋានបឋមថាករណីនេះកើតឡើងដោយសារអ្នកបើកបររថយន្ត Hyundai Starex បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្នក្រសួងធនធានទឹកអំពាវនាវបរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុតខណៈរដូវប្រាំងចូលមកដល់រដូវប្រាំងចាប់ផ្ដើមពីខែមករានេះក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថាស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ2026ដោយផ្អែកទៅលើបាតុភូតសកលនិងស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌានិងតំបន់អេក្វាទ័របង្ហាញឲ្យឃើញថាបាតុភូតឡានីញ៉ានឹងបន្តរហូតដល់ខែកុម្ភៈនៅក្នុងកម្រិត 50% និងជំនួសមកវិញនៅបាតុភូតអេនសូអព្យាក្រឹតដែលកើនឡើងដល់ 90% នៅខែមេសានិង 80% នៅក្នុងខែឧសភាឆ្នាំ2026ខាងមុខដោយឡែកបាតុភូត IOD ស្ថិតនៅអព្យាក្រឹតចាប់ពីខែមករាដល់ដើមខែកុម្ភៈនៅពេលយប់តំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារស្ទឹងត្រែងក្រចេះរតនគិរីមណ្ឌលគិរីតំបន់ជួរភ្នំក្រវាញជួរភ្នំដងរែកនិងជួរភ្នំបូកគោសីតុណ្ហភាពចុះដល់18អង្សាសេនៅតំបន់វាលទំនាបខ្ពង់រាបជួរភ្នំក្រវាញជួរភ្នំដងរែកជួរភ្នំបូកគោនិងតំបន់មាត់សមុទ្របរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ភ្លៀងកក់ខែអាចចាប់ផ្ដើមនៅក្នុងសប្តាហ៍ទី2នៃខែមីនាដែលមានកម្រិតពីមធ្យមទៅច្រើននិងច្រើនជាងឆ្នាំ2025អមមកជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានច្រើនផងដែរសូមអរគុណលោកអ្នកចំពោះការគាំទ្រហងមី Flash News